ចូលមកដល់វីដេអូចុងក្រោយនៅក្នុងខេត្តមណ្ឌលគិរីហើយអ្នកនរគ្នានិយាយទៅរីសតចុងក្រោយដែលខ្ញុំគេងហ្នឹងគឺទេសភាពស្អាតខ្លាំងមែនតើហ្មងទីធ្លាធំហើយមានអាងហែលទឹកសំខាន់មើលឃើញ view ស្អាតខ្លាំងមែនតើនៅខាងមុខហ្នឹងមើលឃើញភ្នំមើលឃើញអីនិយាយទៅ view គេស្អាតខ្លាំងហ្មងហើយអ្នកនរគ្នាជឿអត់ថារីសតដែលខ្ញុំគេងហ្នឹងមួយយប់តែ$2ប៉ុន្តែអ្នកនរគ្នាស្ដាប់ឲ្យចប់សិនសំខាន់នៅហ្នឹងមានផ្លែបឺឡើងដូចចកាអញ្ចឹងគឺច្រើនខ្លាំងមែនតើព្រឹកឡើងងើបពីដេកអត់មានធ្វើអីទេអ្នកនរគ្នាគឺដើររើសបឺដោយសារយើងខ្វះកនឹងបឺធ្លាក់ហ្នឹងណាស្រុកនេះណាគេព្រឹកឡើងដើររើសបឺដូចរើសស្វាយនៅមុខផ្ទះដែលខ្ញុំគេងហ្នឹងនិយាយពីថាដើមបឺទៀបសង្សង់ដល់ដីហ្មងអ្នកនរគ្នាហើយពេលយប់មិញហ្នឹងមានភ្លៀងមានខ្យល់អញ្ចឹងបឺជ្រុះពេញដីហ្មងនិយាយពីថាសប្បាយដើររើសបឺមែនតែនហ្មងរីសតដែលខ្ញុំគេងហ្នឹងមួយយប់$2មែនណាអ្នកនរគ្នា view អញ្ចឹងមានអាងហែលទឹក private ហើយទេសភាពអញ្ចឹងចេញមកគឺស្អាតខ្លាំងមែនតែនហ្មងអ្នកនរគ្នាកន្លែងដែលខ្ញុំគេងហ្នឹងឈ្មោះថា2ដុល្លារអ្នកនរគ្នាដូចជាក្រុមហ៊ុនជាមួយនឹងវីរៈបុណ្យធម្មដែរហើយមួយយប់$2ហ្នឹងគឺអញ្ចែដំបូងពួកខ្ញុំគិតថាគេងតែមួយយប់ទេមួយយប់ហ្នឹងគឺគេមាន discount ដូចជា 30% ប៉ុន្តែនៅពេលដែលខ្ញុំទៅកក់ទៅគេមាន promotion ថ្មីយប់ទី2ហ្នឹងគឺថែម$2បានមួយយប់ទៀតអញ្ចឹងមានន័យថាបើសិនជាខ្ញុំយកយប់ទី1គឺតម្លៃពេញប៉ុន្តែដល់យប់ទី2គឺគេគិតតែ$2ទេយើងអាចនៅស្នាក់នៅបានមួយយប់ទៀតហើយ view គេគឺស្អាតខ្លាំងមែនតើកន្លែងនេះវិញកន្លែងអង្គុយមើលថ្ងៃលិចណាអ្នកគ្នាកន្លែងហ្នឹងគឺ view ស្អាតសាហាវហើយនិយាយពីខ្យល់វិញអ្នកគ្នាអើយខ្យល់ឡើងវូហ្មងហើយត្រជាក់ស្រាប់ឡើងល្ងាប៉ុន្តែនេះស្ដាយដោយសារអាងទឹក private អញ្ចឹងយើងសប្បាយលេងសប្បាយហែលណាយើងចង់ហែលស្មានណាក៏បានអីក៏បានដែរនៅ private នៅក្នុងផ្ទះយើងហ្នឹងហ្មងមកដោះទៅថ្មីណាទៅរក breakfast មកដេកនៅនេះជ្រើមជ្រួលនឹង breakfast ហ្នឹងតាចិត្តតែវីនិយាយទៅពួកខ្ញុំហ្នឹងអ្នកនរគ្នាជ្រើមជ្រួលនៅនឹងដល់2យប់យកតម្លៃពេញដោយសារអីគេនៅនឹងគេ time free breakfast អ្នកនរគ្នាគឺចង់បានអា breakfast ហ្នឹងឯងនិយាយទៅអត់គិតតម្លៃទេតែមកពី view នៅ resort គេនឹងស្អាតដែរអ្នកនរគ្នាឃើញនិយាយទៅទេសភាពស្អាតខ្លាំងមែនតើហើយនេះ breakfast ខ្ញុំព្រឹកថ្ងៃទី1នេះគឺខ្ញុំហៅបាយឆាហើយគេមានទឹកម្នោះមួយកែវជាមួយនឹងផ្លែឈើមួយចានត្រឡប់ពីញ៉ាំអីមកវិញគឺយើងមកមួយទឹកមួយអីហើយស្លៀកពាក់ចេញទៅថតរូបនេះមិនមកថតរូបនៅ resort ហ្នឹងឯអ្នកនរគ្នានេះមុនខ្ញុំចេញតាណាគឺខ្ញុំមកថតរូបនៅ resort នឹងសិនដោយសារទេសភាពនៅក្នុង resort ហ្នឹងគឺស្អាតខ្លាំងមែនតើហ្មងស្អាតនៅខាងក្រៅក៏ស្អាតដែរអ្នកនរគ្នានិយាយពីថាអូយឡើង fresh ហ្មងអញ្ចឹងងាយបានមកទេអ្នកនរគ្នាមិនអាចទៅមកយើងថតរូបផងថតវីដេអូផងទុកមើលថ្ងៃក្រោយទៀតអញ្ចឹងណាអានេះអាងទឹកធំគេហ្មងអ្នកនរគ្នាអាងទឹកធំហ្នឹង view បែរទៅភ្នំមកនិយាយថាអូយស្អាតខ្លាំងមែនតើពី resort ហ្នឹងមកគឺពួកយើងមកញ៉ាំបាយនៅអូរ៉ូមីសអ្នកនរគ្នាឈ្មោះគេដូចជាអូរ៉ូមីសអញ្ចឹងហើយនៅហ្នឹងគឺការគេស្អាតស្អាតណាពណ៌គេអីគឺស្អាតខ្លាំងមែនតើហើយប្លែកដោយសារយើងអត់ដែរស្គាល់ហើយត្រូវដីនៅនឹងទៀតគឺដាំអីក៏ដោះស្អាតដែរនៅនឹងរៀងលឺសលេងទឹកហូរបន្តិចឯអ្នកនរគ្នាដោយសារនៅនឹងគេមានអាទឹកជ្រុះហូរមកតិចរហូតអញ្ចឹងបែរជាអូហ្នឹងហើយគេហៅអូរ៉ូមីហ៎ប្លង់នៅនឹងក៏សបោប្លង់ស្អាតស្អាតដែរនិយាយទៅគឺអត់មានឲ្យរំលងអ្នកនរគ្នាគ្រប់ប្លង់ហ្មងពួកយើងទៅញ៉ាំបាយថ្ងៃនៅនឹងចេញពីនឹងមកបានពួកយើងជិះមកលេងកន្លែងនេះដូចជាទំនប់ទឹកថប់ដីមិនគេអ្នកគ្នាឈ្មោះគេបរុះតែខ្ញុំភ្លេចបាត់ហើយទំនប់ទឹកហ្នឹងណាយើងទៅយើងអត់មានកម្រងទេប៉ុន្តែដោយសារយើងជិះកាត់ទៅក៏ចូលថតរូបថតវីដេអូលេងនៅនឹងទៅអានេះគឺចាប់ផ្ដើមថតជុំគ្នាហើយប៉ុន្តែដាក់វីដេអូចោលដើម្បី capture ពីក្នុងវីដេអូមកវិញដោយសារមានអ្នកថតឲ្យទេចង់ថតជុំគ្នាតតែចឹងហើយបើវាស្មើដែលខ្ញុំកំពុងថតនេះវិញអ្នកគ្នាគឺនៅលើទំនប់ទឹកនឹងឯងនិយាយពីថាអូយស្អាតខ្លាំងមែនតើហ្មងអ្នកគ្នា view ស្អាតខ្លាំងមែនតើហ្មងនិយាយទៅភ្នំស្មៅងាកទៅខាងណាក៏ឃើញទេសភាពស្អាតដែរឥឡូវចាប់ផ្ដើមចាប់គេថត trend មួយណាអ្នកគ្នាចាំមើលថតអានេះឈុតថតខុសហ៎ចង់អាថត trend ចាប់ទៅកេះឲ្យបវលដូចគេតែអ្នកគ្នាគីឡូពួកខ្ញុំគឺទៅឡើងរួចហើយកាលមុនអាចទៅរួចតែឥឡូវគឺ0បដ ாய்លេហៅកាត់ចូលមកដល់ព្រឹកថ្ងៃទី2ដែលខ្ញុំគេងនៅ resort ហ្នឹងអ្នកគ្នាថ្ងៃទី2នេះគឺហៅមកហូបរៀងប្លែកតិចយើងហៅ western food មួយយើងហៅបាយសាច់ជ្រូកមួយនិយាយទៅមកហូបគេច្រើនណាស់ហើយរសជាតិក៏ឆ្ងាញ់ដែរចេញពីញ៉ាំបាយព្រឹកពួកយើង check out ហ្មងហើយបន្ទាប់ពី check out ហ្នឹងមកគឺយើងមកភ្នំនេះអ្នកគ្នាខ្ញុំភ្លេចឈ្មោះអស់ហើយនិយាយទៅកន្លែងខ្ញុំទៅហ្នឹងគឺខ្ញុំភ្លេចឈ្មោះភិកច្រើននោះម្នាក់ពាក់អាវពណ៌ខៀវមិញហ្នឹងអ្នក check និយាយទៅឲ្យទៅមកមណ្ឌលគិរីគេអត់ដែររំលងផ្លូវអសអេសហ្នឹងទេអ្នកគ្នាដោយសារថតរូបទៅឃើញស្អាតហើយណាមួយក៏ឃើញកន្លែងហ្នឹងគឺដឹងថាយើងមកលេងមណ្ឌលគិរីហ្មងសំខាន់ outfit ខ្ញុំថ្ងៃនេះ fail សាហាវអ្នកគ្នាអត់មានបានថតរូបស្អាតអីទេនៅកន្លែងប្លង់ហ្នឹងដោយសារ
សារតែ outfit ថ្ងៃហ្នឹងគឺខុសអ្នកនរគ្នាឃើញហើយសពុតឆាញម៉ាញអីណាមកដល់និយាយពីថាខ្យល់ឡើងប៉ាងសពុតនឹងចង់គ្រប់ក្បាលមកវិញហ្នឹងគឺកាត់ខែតកចេះអ្នកនរគ្នាអញ្ចឹងក៏ចូលកម្មពីនិយាយទៅម៉ោង5ល្ងាចណាអ្នកនរគ្នាថ្ងៃរៀបលិចណាតែពួកខ្ញុំនៅកម្មពីឡើយនិយាយទៅមកមើលផ្សោតទេហើយផ្ទះនៅសៀមរាបនោះចេញពីកម្មពីហ្នឹងមកពួកយើងចាប់ផ្ដើមសុទ្ធរកផ្លូវទៅផ្ទះហើយអ្នកនរគ្នាអត់មានវីដេអូតទៀតទេវីដេអូមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នា